ក្រុមហ៊ុន LG និង Samsung បានដាក់ពាក្យប្តឹងរដ្ឋាភិបាលឥណ្ឌាជុំវិញនឹងគោលការណ៍កំណត់តម្លៃសំណល់អេឡិចត្រូនិកខ្ពស់ហួសហេតុខណៈដែលអត្រាថ្មីគឺមានតម្លៃខ្ពស់ជាងតម្លៃទីផ្សារនាពេលបច្ចុប្បន្នពី5ទៅ15ដងឯណោះដែលបណ្ដាលឲ្យមានបន្ទុកហិរញ្ញវត្ថុយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង LG និង Samsung ត្រូវបានគេរាយការណ៍មកថាបានដាក់ពាក្យប្តឹងប្រឆាំងទៅនឹងរដ្ឋាភិបាលឥណ្ឌាឲ្យបញ្ឈប់នូវគោលនយោបាយកែច្នៃសំណល់អេឡិចត្រូនិកថ្មីរបស់ខ្លួនដែលកំណត់តម្លៃខ្ពស់ជាងមុននិងតម្រូវឲ្យក្រុមហ៊ុនត្រូវបង់ឲ្យអ្នកកែច្នៃឡើងវិញនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី22ខែមេសាឆ្នាំ2025ច្បាប់ថ្មីនេះតម្រូវឲ្យមានការបង់ប្រាក់អបបរមាចំនួន22រូពីឬប្រហែលជា 0.26 សេននៅក្នុង1គីឡូក្រាមសម្រាប់គ្រឿងអេឡិចត្រូនិកនិង34រូពីឬប្រហែលជា 0.40 សេននៅក្នុង1គីឡូក្រាមសម្រាប់ smartphone ចូលវិញនឹងការកំណត់តម្លៃនេះក្រុមហ៊ុនអេឡិចត្រូនិកបាននិយាយថាវានឹងកើនឡើងប្រហែល3ដងនៃការចំណាយរបស់ពួកគេហើយផ្ដល់អត្ថប្រយោជន៍ដល់អ្នកកែច្នៃឡើងវិញដោយការចំណាយរបស់ពួកគេទន្ទឹមនឹងនេះ LG និង Samsung បានអះអាងថាតម្លៃដែលបានកំណត់ទាំងនេះគឺខ្ពស់ហួសហេតុ Samsung បាននិយាយនៅក្នុងឯកសារតុលាការដែលមានកម្រាស់ចំនួន345ទំព័ររបស់ខ្លួននឹងត្រូវបានមើលឃើញដោយ Reuters ថាបទបញ្ញត្តិនៃតម្លៃមិនបម្រើគោលបំណងនៃការការពារបរិស្ថានទេហើយថាអត្រាថ្មីគឺខ្ពស់ជាងតម្លៃទីផ្សារបច្ចុប្បន្នពី5ទៅ15ដងឯណោះដែលបណ្ដាលឲ្យមានបន្ទុកហិរញ្ញវត្ថុយ៉ាងច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជាមួយគ្នានេះឯកសារមានកម្រាស់550ទំព័ររបស់ក្រុមហ៊ុន LG ដែលដាក់ទុកនៅតុលាការជាន់ខ្ពស់នៅក្នុងទីក្រុង Delhi ក៏បានរិះគន់នូវគោលនយោបាយនេះផងដែរដោយអះអាងថាគោលការណ៍នេះគ្រាន់តែបញ្ឆោតក្រុមហ៊ុនហើយយកពន្ធឲ្យពួកគេនៅក្នុងនាមគឺគោលការណ៍បង់ការបំពុលបរិស្ថានប៉ុណ្ណោះ LG បានបន្តទៀតថាប្រសិនបើអាជ្ញាធរមិនអាចគ្រប់គ្រងវិស័យក្រៅផ្លូវការបានទេនោះវាគឺជាការបរាជ័យនៅក្នុងការអនុវត្តគួរជម្រាបផងដែរថាប្រទេសឥណ្ឌាជាប់ចំណាត់ថ្នាក់ជាប្រទេសផលិតកាកសំណល់អេឡិចត្រូនិកធំជាងគេទី3នៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសចិននិងសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2023និង2024ឥណ្ឌាបានបង្កើននូវកាកសំណល់អេឡិចត្រូនិកប្រមាណជា 1.75 លានតោនពលគឺកើនឡើង 73% នៅក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះប៉ុន្តែរដ្ឋាភិបាលបាននិយាយថាមានតែ 43% នៃកាកសំណល់អេឡិចត្រូនិករបស់ប្រទេសឥណ្ឌាដែលត្រូវបានកែច្នៃឡើងវិញកាលពីឆ្នាំមុនហើយយ៉ាងហោចណាស់ 80% នៃវិស័យមួយនេះរួមមានអ្នកចែកចាយសំណល់អេចាយក្រៅផ្លូវការរបាយការណ៍បានគូបញ្ជាក់ថាសូម្បីតែក្រុមហ៊ុននៅក្នុងស្រុកដូចជា Daikin, Havells និង Voltas បុតសម្ព័ន្ធរបស់ក្រុមហ៊ុន Tata ក៏បានប្តឹងរដ្ឋាភិបាលរបស់លោក Modi ផងដែរ